សិប្បកម្មវេចខ្ចប់កាហ្វេ Coffee នៅខណ្ឌចំការមនរងការពិន័យអន្តរការដោយសារតែការបញ្ចេញសារធាតុបំពុលខ្យល់ពីម៉ាស៊ីនភ្លើងដោយពុំមានលិខិតអនុញ្ញាតលិខិតបញ្ជាក់គុណភាពខ្យល់ក្នុងអគារផលិតកម្មនិងក្រៅអគារផលិតកម្មពីក្រសួងបរិស្ថាននិងមិនគោរពតាមកិច្ចសន្យាការពារបរិស្ថានចេញដោយមន្ទីរបរិស្ថានរាជធានីភ្នំពេញសិប្បកម្ម Lincoln វេចខ្ចប់កាហ្វេ Coffee Co Ltd ត្រូវបានទទួលរងការពិន័យអន្តរការពីក្រសួងបរិស្ថានការដាក់ពិន័យអន្តរការលើសិប្បកម្មខាងលើធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋគណៈក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពៀបរិស្ថានដឹកនាំដោយលោកឡាវកឹមឈីអនុប្រធាននាយកដ្ឋានរួមជាមួយមន្ត្រីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញបានចុះពិនិត្យនិងរកឃើញសិប្បកម្មខាងលើល្មើសនឹងមាត្រា173មាត្រា694និងមាត្រា826នៃក្រមបរិស្ថាននិងធនធានធម្មជាតិដោយសារសិប្បកម្មនេះមានក្លិនផ្សែងឈ្ងៀមដែលបង្កឲ្យប៉ះពាល់ដល់បរិស្ថាននៅជុំវិញក្រសួងបរិស្ថានក៏បានដាក់ចេញវិធានការច្បាប់បន្ថែមលើសិប្បកម្មនេះដោយតម្រូវឲ្យបិទផ្ចិតកន្លែងដែលលេចធ្លាយផ្សែងនិងក្លិនឈ្ងៀមឲ្យបានរួចរាល់មុនថ្ងៃទី27ខែតុលាឆ្នាំ2025ជាកំហិតមិនតែប៉ុណ្ណោះសិប្បកម្មត្រូវកែលម្អប្រព័ន្ធចម្រោះសម្អាតផ្សែងនិងក្លិនឲ្យបានត្រឹមត្រូវតាមបទកថាបច្ចេកទេសបរិស្ថានក្នុងករណីសិប្បកម្មមិនអនុវត្តតាមការសម្រេចខាងលើក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់ដោយមិនមានការលើកលែងនិងបិទអាជីវកម្មជាស្ថាពរតែម្ដងសិប្បកម្ម Lincoln វេចខ្ចប់កាហ្វេ Coffee Co Ltd មានទីតាំងស្ថិតនៅភូមិ3សង្កាត់ផ្សារដើមឆ្កូវខណ្ឌចំការមនរាជធានីភ្នំពេញ